តម្លៃមាសមានការងើបឡើងខ្លះត្រឡប់មកវិញនៅថ្ងៃច័ន្ទតោះយើងមកដឹងអំពីព័ត៌មានសេដ្ឋកិច្ចសំខាន់ៗដែលមាននៅក្នុងសប្តាហ៍នេះដែលបងប្អូនទាំងអស់គ្នាគួរតែតាមដានតម្លៃមាសអន្តរជាតិបច្ចុប្បន្នភាពនេះនៅវេលាម៉ោង9ព្រឹកនៅថ្ងៃទី27ខែមេសាឆ្នាំ2026តម្លៃមាសមានតម្លៃ$4,700ក្នុង1អោន$7,662ក្នុង1តម្លឹង$15,022ក្នុង1គីឡូក្នុងសប្តាហ៍កន្លងមកតម្លៃមាសបានធ្លាក់ចុះបន្តិចប្រហែល2%ដោយសារតែតម្លៃប្រេងឡើងខ្ពស់លើសពី$100ក្នុង1បារ៉ែលដែលបង្កើនការព្រួយបារម្ភអំពីអតិផរណានិងធ្វើឲ្យធនាគារកណ្ដាល Federal Reserve អាចរក្សាអត្រាការប្រាក់ខ្ពស់បន្តទៀតសប្តាហ៍នេះមានព្រឹត្តិការណ៍សំខាន់ៗដូចជាការប្រកាសសេចក្តីសម្រេចរបស់ Federal Reserve FOMC នៅថ្ងៃទី30ខែមេសាឆ្នាំ2026ទិន្នន័យ GDP ត្រីមាសទី1របស់សហរដ្ឋអាមេរិកទិន្នន័យការងារនិងសុចនករសេដ្ឋកិច្ចផ្សេងៗទៀតការព្យាករណ៍សម្រាប់សប្តាហ៍ថ្មីនេះពីថ្ងៃទី27មេសាដល់ថ្ងៃទី3ឧសភាឆ្នាំ2026តម្លៃមាសធ្លាក់ទៅរកតម្លៃ$4,500ទៅ$4,550ក្នុង1អោននោះមាសអាចនឹងមានឱកាសធ្លាក់ថ្លៃបន្ថែមទៀតតែប្រសិនបើតម្លៃមាសឡើងថ្លៃឡើងទៅរកតម្លៃ$4,750ទៅ$4,800ក្នុង1អោននោះតម្លៃមាសនឹងអាចឡើងថ្លៃបន្ថែមទៀតប្រសិនបើអស់លោកស្រីកំពុងតែមានចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើតម្លៃមាសអន្តរជាតិក៏ដូចជាតម្លៃមាសគីឡូសូមពិចារណាលើហានិភ័យនិងតាមដានព័ត៌មានថ្មីៗជាប្រចាំខាងលើនេះគឺជាការសង្ខេបពីទិន្នន័យទីផ្សារនាពេលបច្ចុប្បន្នភាពនេះសម្រាប់លោកស្រីដែលចង់សិក្សាលម្អិតពីរបៀបកក់មាសទិញចូលលក់ចេញធ្វើដោយមិនដេចខ្លះក៏ដូចជាបើកគណនីកក់មាសតាមរយៈប្រព័ន្ធធនាគារអស់លោកស្រីអាចធ្វើការទំនាក់ទំនងមកនឹងខ្ញុំសារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ